អ្នកជំងឺមិនបាច់កាន់ឯកសារប្រវត្តិជំងឺរបស់គាត់ពេលគាត់មកត្រូវមកជួបយើងម្ដងទៀតព្រោះប្រវត្តិអ្នកជំងឺទាំងអស់ត្រូវបានកត់ត្រាចូលក្នុងប្រព័ន្ធគ្រាន់តែយើងវាយលេខកូដអ្នកជំងឺមកយើងស្គាល់ប្រវត្តិជំងឺនេះជាភាពងាយស្រួលមួយក្នុងការព្យាបាលរបស់អ្នកជំងឺជំរាបសួរនាងខ្ញុំឈ្មោះនុចចន្ទធូជាគ្រូពេទ្យព្យាបាលផ្នែកជំងឺទូទៅមនុស្សចាស់នៃមន្ទីរពេទ្យបង្អាយអលង្ការក្នុងនាមខ្ញុំជាគ្រូពេទ្យព្យាបាល Digital ជួយច្រើនសម្រាប់បច្ចេកទេសនៃការមើលជំងឺសម្រាប់អ្នកជំងឺគឺជួយឲ្យអ្នកជំងឺមិនបាច់កាន់ឯកសារប្រវត្តិជំងឺរបស់គាត់ពេលគាត់មកត្រូវមកជួបយើងម្ដងទៀតកាត់បន្ថយពេលវេលានៃការរងចាំរបស់អ្នកជំងឺព្រោះប្រវត្តិអ្នកជំងឺទាំងអស់ត្រូវបានកត់ត្រាចូលក្នុងប្រព័ន្ធចំពោះបច្ចេកទេសនៃការព្យាបាលជំងឺគឺប្រវត្តិអ្នកជំងឺទាំងអស់មាននៅក្នុងដៃរបស់គ្រូពេទ្យហើយគ្រាន់តែយើងវាយលេខកូដអ្នកជំងឺមកយើងស្គាល់ប្រវត្តិជំងឺនឹងជាភាពងាយស្រួលមួយក្នុងការព្យាបាលរបស់អ្នកជំងឺហើយមួយទៀតតកតងទៅនឹងប្រវត្តិជំងឺនៃការប្រើប្រាស់ថ្នាំរបស់គាត់គឺយើងចង់ដឹងគឺស្រួលហ្មងព្រោះនៅក្នុងប្រព័ន្ធពេទ្យយើងនឹងមាន medical history របស់គាត់យើងអាចចូលមើលបានចំណុចដែលប្រព័ន្ធ digital ជួយខ្ញុំបានច្រើនក្នុងការមើលជំងឺគឺតកតងទី1គឺតកតងជាមួយប្រវត្តិជំងឺស្ថិតនៅក្នុងដៃគ្រូពេទ្យយើងអាចដឹងប្រវត្តិជំងឺទាំងអស់ទី2តកតងជាមួយនឹងលទ្ធផលអមវិទ្យាសាស្ត្រដូចជា labo X-ray echo គឺបញ្ចូលក្នុងប្រព័ន្ធអញ្ចឹងយើងអាច check មើលទាំងអស់ងាយស្រួលចំណុចទី3គឺតកតងជាមួយនឹងឱសថនៅក្នុងមន្ទីរពេទ្យយើងអាចដឹងថាឱសថណាមាននៅក្នុងមន្ទីរពេទ្យនៅស្តុករបស់មន្ទីរពេទ្យដែលប្រើប្រាស់ជាចុងក្រោយនាងខ្ញុំសូមផ្ដល់សារទៅដល់មន្ទីរពេទ្យផ្សេងទៀតដែលមានបំណងចង់អភិវឌ្ឍខ្លួនទៅជាមន្ទីរពេទ្យ digital សូមឲ្យជ្រើសរើសខាងក្រុមហ៊ុនពេទ្យយើងព្រោះក្រុមហ៊ុនពេទ្យយើងមានជំនឿថាកម្មវិធីរបស់គាត់គឺអាចគ្រប់គ្រងព័ត៌មានអ្នកជំងឺដោយរលូននិងមានភាពងាយស្រួលក្នុងការអនុវត្តក្នុងការព្យាបាលអ្នកជំងឺជានៅឱកាសនេះនាងខ្ញុំសូមថ្លែងអំណរគុណដល់លោកធានមន្ទីរពេទ្យដែលគាត់បានអភិវឌ្ឍឲ្យមន្ទីរពេទ្យយើងក្លាយជាមន្ទីរពេទ្យ digital ដែលក្រោមអនុសាសន៍របស់ថ្នាក់ដឹកនាំមន្ទីរនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល